ក្រុមហ៊ុនហ្វីលីពីនបង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកលានុវត្តភាពវិនិយោគនៅកម្ពុជានៅរសៀលថ្ងៃទី8ខែឧសភាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាបានអនុញ្ញាតឲ្យលោក Jad Aguila ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន PCCI ចូលជួបសម្ដែងការគូសសម្និងពិភាក្សាការងារក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី48នៅកោះសេប៊ូសាធារណរដ្ឋហ្វីលីពីនដែលប្រព្រឹត្តទៅនៅថ្ងៃទី7ដល់ថ្ងៃទី8ខែឧសភាឆ្នាំ2026ក្នុងឱកាសនៃជំនួបលោកប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឲ្យរូបលោកនិងសហការីចូលជួបសម្ដែងការគូសសម្និងពិភាក្សាការងារในឱកាសនេះលោកប្រធានបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា CCC តាមរយៈការរៀបចំព្រឹត្តិការណ៍និងសកម្មភាពធុរកិច្ចនានាប្រកបដោយផ្លែផ្កានាពេលកន្លងមកលោកប្រធានបានសម្ដែងនូវសេចក្តីសោមនស្សរីករាយនិងពេញចិត្តចំពោះកំណើនទ្វេដងនៃទំហំពាណិជ្ជកម្មហ្វីលីពីនកម្ពុជាក្នុងត្រីមាសទី1នៃឆ្នាំ2026លោកប្រធានបានគោរពជម្រាបជូនសម្ដេចធិបតីថានៅក្នុងឆ្នាំ2026នេះសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីនគ្រោងនឹងរៀបចំដំណើរទស្សនកិច្ចធុរកិច្ចទៅកាន់កម្ពុជាដើម្បីស្វែងរកកលានុវត្តភាពវិនិយោគថ្មីៗបន្ថែមទៀតលោកប្រធានក៏បានគូបញ្ជាក់បន្ថែមថាបច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានការបដិញ្ញាចិត្តខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលសំខាន់ៗមួយចំនួនរួមមានវិស័យវេចខ្ចប់និងការកែច្នៃចំណីអាហារវិស័យកសិទេសចរនិងវិស័យអាកាសចរជាពិសេសការអភិវឌ្ឍតំបន់រមណីយដ្ឋាននៅតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រជាដើមជាការឆ្លើយតបសម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរនិងបានលើកទឹកចិត្តឲ្យសភាពាណិជ្ជកម្មទាំងពីរបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងស្វែងរកកលានុវត្តភាពថ្មីៗដើម្បីលើកកម្ពស់ការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រទៅដល់វិស័យឯកជនពាក់ព័ន្ធទៅនឹងវិស័យកសិទេសចរសម្ដេចធិបតីបានគូបញ្ជាក់អំពីសក្តានុពលរបស់ប្រទេសកម្ពុជាក៏ដូចជាកលានុវត្តភាពដែលប្រទេសទាំងពីរអាចចាប់យកក្នុងការតភ្ជាប់វិស័យកសិទេសចរជាមួយគ្នាតាមរយៈការតភ្ជាប់ទីផ្សារទេសចរជាមួយគ្នារវាងកោះសេប៊ូនិងខេត្តសៀមរាបក៏ដូចជាខេត្តព្រះសីហនុក្នុងនេះសម្ដេចធិបតីលើកទឹកចិត្តឲ្យកោះសេប៊ូបន្តពិភាក្សាជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការរៀបចំមានជើងហោះហើរត្រង់រវាងកោះសេប៊ូនិងខេត្តសៀមរាបសម្ដេចធិបតីបានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ក៏ដូចជាការថែរក្សាបរិស្ថានវិនិយោគនៅកម្ពុជាប្រកបដោយភាពធន់ភាពទាក់ទាញនិងសុខសុវត្ថិភាពជាទីបញ្ចប់សម្ដេចធិបតីបានលើកទឹកចិត្តឲ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតដើម្បីស្វែងរកកលានុវត្តភាពថ្មីៗក្នុងការពង្រីកការវិនិយោគធុរកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត